Human Immunodeficiency Virus ហៅកាត់ថា HIV គឺជាវីរុសម្យ៉ាងដែលមានសមត្ថភាពទៅបំផ្លាញប្រព័ន្ធស៊ាំរបស់មនុស្សជាពិសេសពពួកកោសិកា CD4 ដែលជាកោសិកាសំខាន់ក្នុងការការពាររាងកាយពីពពួកមេរោគផ្សេងៗនៅពេលកោសិកា CD4 នេះធ្លាក់ចុះរាងកាយមនុស្សនឹងមិនអាចការពារខ្លួនពីមេរោគផ្សេងៗទៀតបានឡើយពេលនោះហើយអ្នកជំងឺនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនិងវិវត្តទៅជា Acquired Immunodeficiency Syndrome ហៅកាត់ថា AIDS មេរោគ HIV ត្រូវបានគេជឿថាមានប្រភពចេញពីតំបន់អាហ្វ្រិកកណ្ដាលនិងអាហ្វ្រិកខាងលិចតាមរយៈការស៊ីសាច់សត្វដែលមានផ្ទុកមេរោគ HIV នេះតែគេមិនដឹងថាប្រភេទសត្វអ្វីឡើយដើម្បីចង់ដឹងថាមេរោគ HIV មានប្រភពពីណាគេបានសិក្សាថយក្រោយទៅរកមនុស្សទី1ដែលបានឆ្លងមេរោគនេះជាលើកដំបូងហើយអ្នកវិទ្យាសាស្ត្របានរកឃើញថាមនុស្សទី1ដែលមានផ្ទុកមេរោគ HIV នេះគឺមានដើមកំណើតនៅ Kinshasa សាធារណរដ្ឋកុងហ្គោក្នុងឆ្នាំ1959ពីឆ្នាំ1959ដល់ឆ្នាំ1980មេរោគមួយនេះគឺមានការឆ្លងយ៉ាងច្រើននៅតំបន់អាហ្វ្រិកដោយមានការធ្វេសប្រហែសនិងកង្វះការយល់ដឹងពីការចម្លងនៃមេរោគ HIV នេះចាប់ពីឆ្នាំ1980ឡើងទៅមេរោគ HIV បានឆ្លងពាសពេញពិភពលោកហៅថា pandemic ដូចជាជំងឺ COVID-19 ដែលទើបតែកើតថ្មីៗនេះផងដែរដោយទៅនឹងពិភពលោកប្រទេសកម្ពុជាក៏ជាជនរងគ្រោះដោយសារមេរោគ HIV នេះផងដែរនៅក្នុងឆ្នាំ1991កម្ពុជាបានរកឃើញករណីដំបូងប៉ុន្តែគេជឿថាមានអ្នកឆ្លងមេរោគមួយនេះតាំងពីមុនឆ្នាំ1991មកម្លេះតាមរយៈការស្រាវជ្រាវគេបានរកឃើញថាមេរោគ HIV នេះបានឆ្លងពីតំបន់ឈូងសមុទ្រថៃដែលពេលនោះមានប្រជាជនខ្មែរជាច្រើនអ្នកបានជម្លៀសខ្លួនទៅតំបន់នោះកំឡុងពេលកម្ពុជាកំពុងមានសង្គ្រាមស៊ីវិលហើយប្រជាជនខ្មែរដែលបានជម្លៀសខ្លួនទៅឈូងសមុទ្រថៃនោះមានមួយចំនួនបានប្រកបរបររកស៊ីផ្លូវភេទបន្ទាប់ពីកម្ពុជាយើងមានសន្តិភាពគ្រប់គ្រាន់ប្រជាជនខ្មែរទាំងនោះក៏ត្រឡប់ចូលប្រទេសវិញហើយនាំទាំងមេរោគ HIV នេះមកជាមួយផងដែរបន្ទាប់ពីផ្ទុះការឆ្លងមេរោគ HIV ទូទាំងប្រទេសហើយកម្ពុជាគឺពិបាកនឹងទប់ទល់ការចម្លងមេរោគដ៏កាចសាហាវនេះណាស់ដោយសារតែកំឡុងពេលនោះកម្ពុជាទើបតែបញ្ចប់សង្គ្រាមស៊ីវិលដូចនេះប្រព័ន្ធសុខាភិបាលគឺមិនទាន់រៀបចំបានស្រួលបួលនោះទេដោយសារបញ្ហានេះកម្ពុជាក៏ក្លាយជាប្រទេសមួយដែលមានការចម្លងមេរោគ HIV ច្រើនជាងគេនៅតំបន់អាស៊ីតែម្ដងមូលហេតុដែលនាំឲ្យមានការចម្លងច្រើនគឺដោយសារតែកង្វះការផ្សព្វផ្សាយកង្វះការអប់រំការរំភេតដោយមិនប្រើស្រោមអនាម័យការប្រើសេរារួមគ្នានិងការប្រើប្រាស់គ្រឿងញៀនដោយសារតែចំនួននៃអ្នកផ្ទុកមេរោគ HIV កើនឡើងជាលំដាប់រាជរដ្ឋាភិបាលក៏បានបង្កើតស្ថាប័នមួយឈ្មោះថាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដក្នុងឆ្នាំ1995ដើម្បីទប់ទល់នឹងការចម្លងមេរោគដ៏កាចសាហាវមួយនេះស្របពេលជាមួយគ្នាផងដែរក៏មានអង្គការជាច្រើនបានចុះមកជួយកម្ពុជាមានដូចជា UNAIDS អង្គការសុខភាពពិភពលោកនិងអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀតពួកគាត់បានចុះមកអប់រំក៏ដូចជាផ្សព្វផ្សាយអំពីមេរោគ HIV និងជំងឺ AIDS នេះក្រោយពីមានការអន្តរាគមន៍ពីរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលជាច្រើនមេរោគ HIV និងជំងឺ AIDS នៅប្រទេសកម្ពុជាគឺមានការធ្លាក់ចុះយ៉ាងលឿនរហូតដល់បច្ចុប្បន្ននេះមេរោគ HIV និងជំងឺ AIDS លែងជាកង្វល់សម្រាប់ប្រទេសកម្ពុជាយើងទៀតហើយទើបតែថ្មីៗនេះគឺថាដោយសារការប្រយុទ្ធប្រឆាំងយ៉ាងសកម្មប៉ុន្មានឆ្នាំមកនេះការចម្លងមេរោគ HIV គឺមានការធ្លាក់ចុះយ៉ាងខ្លាំងធ្លាក់រហូតដល់ថ្នាក់ប្រជាជនកម្ពុជាធ្វេសប្រហែសក្នុងការការពារខ្លួនពីមេរោគដ៏កាចសាហាវមួយនេះយោងតាមគេហទំព័រ UNAIDS ចុងឆ្នាំ2022នេះមានអ្នកផ្ទុកមេរោគ AIDS នៅកម្ពុជាចំនួន 76,000 នាក់ក្នុងចំណោមពួកគាត់ទាំងនោះមាន 86% តែប៉ុណ្ណោះដែលដឹងខ្លួនថាខ្លួនឯងមានផ្ទុកមេរោគ HIV ចំណែកឯ 14% ទៀតស្មើនឹង 11,000 នាក់មិនដឹងថាខ្លួនឯងមានផ្ទុកមេរោគ HIV នោះទេហើយពួកគាត់នេះហើយដែលជាអ្នកចម្លងមេរោគ HIV ថ្មីពីមនុស្សម្នាក់ទៅមនុស្សម្នាក់យ៉ាងស្ងាត់ស្ងៀមតែម្ដងក្នុងចំណោមអ្នកចម្លងគេរកឃើញថាការឆ្លងថ្មីមាននារីតែ 21% តែប៉ុណ្ណោះចំណែកឯ 79% ទៀតគឺបុរសដោយសារតែបុរសគឺជាអ្នកដែលចេញទៅខាងក្រៅស្វែងរកសេវាកម្មផ្លូវភេទនិងការប្រើប្រាស់គ្រឿងញៀនដោយប្រើមជ្ឈុលចាក់រួមគ្នាផងដែរក្នុងចំណោមបុរសទាំងអស់នោះអ្វីដែលគេបារម្ភជាងគេគឺភេទទី3មានន័យថាប្រុសស្រឡាញ់ប្រុសបងប្អូនមួយចំនួនប្រហែលជាគិតថាមេរោគ HIV នេះឆ្លងតែតាមឈាមនិងការរួមភេទតាមទ្វារមាសដោយមិនប្រើប្រាស់ស្រោមអនាម័យធៀបពិតមិនមែនអញ្ចឹងទេបងប្អូនមេរោគ HIV អាចឆ្លងតាមរយៈឈាមទឹកកាមទឹករំអិលចេញពីប្រដាប់ភេទរបស់មនុស្សស្រីទឹករំអិលតាមរន្ធគូសនិងទឹកដោះដែលទឹកទាំងអស់នេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យដែលភាគច្រើនពួកគាត់គឺជាអ្នកបម្រើសេវាកម្មផ្លូវភេទអ្នកស្វែងរកសេវាកម្មផ្លូវភេទអ្នកមានដៃគូស្នេហាច្រើនជាពិសេសគឺបុរសស្រឡាញ់បុរសការប្រើប្រាស់សេរារួមគ្នាចំណុចនេះចង់ប្រាប់បងប្អូនថាបើជាកន្លែងពេទ្យឬក៏មន្ទីរពេទ្យគឺមិនមានការប្រើប្រាស់សេរារួមគ្នាទៀតទេបងប្អូនអ្នកដែលប្រើប្រាស់សេរារួមគ្នាភាគច្រើនពួកគាត់គឺជាអ្នក
អ្នកដែលប្រើប្រាស់គ្រឿងញៀនហើយចាក់បញ្ចូលជាមួយគ្នាការឆ្លងពីម្ដាយទៅកូនកំឡុងពេលសម្រាលឬកំឡុងពេលបំបើដោះនិងចុងក្រោយគឺឆ្លងតាមរយៈការបញ្ចូលឈាមបើសិនជាបងប្អូនសង្ស័យថាខ្លួនឯងបានរួមភេទជាមួយអ្នកដែលមានផ្ទុកមេរោគ HIV នេះសូមសម្គាល់រោគសញ្ញាទាំងអស់នេះខាងក្រោមទី1ក្តៅខ្លួននៅពេលមេរោគ HIV ចូលខ្លួនមនុស្សជាលើកដំបូងប្រព័ន្ធភាពស្វែងរបស់យើងនឹងព្យាយាមប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគដោយបញ្ចេញសារធាតុសៃតូខាញ់ជាច្រើនជាហេតុធ្វើឲ្យអ្នកដែលឆ្លងមានអាការៈដូចជាផ្ដាសាយក្តៅខ្លួនឈឺកហើមកូលកណ្ដុរឈឺសាច់ដុំអស់កម្លាំងនិងបែកញើសពេលជប់ផងដែរប៉ុន្តែគ្រប់អ្នកឆ្លងទាំងអស់មិនមែនសុទ្ធតែមានអាការៈទាំងអស់នេះទេអ្នកខ្លះពេលឆ្លងមេរោគ HIV ហើយគឺគ្មានសញ្ញាអ្វីទាំងអស់ដែលនេះហើយជាមូលហេតុនាំឲ្យមានការឆ្លងមេរោគ HIV ថ្មីៗជាបន្តបន្ទាប់ព្រោះតែអ្នកឆ្លងថ្មីមិនដឹងខ្លួនឯងថាមានផ្ទុកមេរោគ HIV ហើយក៏មិនដឹងខ្លួនឯងថាជាអ្នកចម្លងយ៉ាងសម្ងាត់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បើសិនជាបងប្អូនបានរួមភេទដោយមិនបានការពារត្រឹមត្រូវហើយមានរោគសញ្ញាដែលខ្ញុំបានរៀបរាប់ខាងលើសូមរុះរាន់ទៅពិនិត្យរោគមេរោគ HIV និងទទួលការប្រឹក្សាបន្ថែមជាបន្តពីបុគ្គលិកសុខាភិបាលដែលនៅជិតបងប្អូនបំផុតដែលអាចជាមន្ទីរពេទ្យបង្អែកខេត្តស្រុកមន្ទីរសម្រាប់ព្យាបាលឬមកមន្ទីរពេទ្យថ្នាក់ជាតិនៅទីក្រុងភ្នំពេញក៏បានដែរដើម្បីដឹងច្បាស់ថាបងប្អូនពិតជាមានមេរោគ HIV នេះពិតប្រាកដមែនផ្ទុយទៅវិញបើសិនជាបងប្អូនបានផ្ទុកមេរោគនេះទៅហើយវាក៏ជារឿងល្អសម្រាប់បងប្អូននៅក្នុងការប្រើប្រាស់ថ្នាំសម្រាប់មេរោគ HIV និងការពារការចម្លងថ្មីទៅដៃគូស្នេហារបស់បងប្អូនបន្ថែមទៀតដែលពួកគាត់អាចជាប្តីរបស់យើងអាចជាប្រពន្ធរបស់យើងហើយពួកគាត់មិនដឹងអ្វីទាំងអស់សូមគំនុំទុកដល់អ្នកផ្ទះអូខេអញ្ចឹងវីដេអូថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាមែនទែនតាំងពីដើមរហូតដល់ចប់ចែករំលែកវីដេអូនេះបន្តផងដើម្បីចូលរួមដាក់ទឿនដល់ប្រជាជនខ្មែររបស់យើងឲ្យចេះការពារខ្លួនពីមេរោគដ៏កាចសាហាវមួយនេះសម្រាប់ពេលនេះខ្ញុំបាទដុកទ័ររិទ្ធនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត